ខ្ញុំរៀបចំធ្វើជ្រក់ត្រសក់អូយនេះចាត្រសក់ល្អមែនតើខ្ញុំទិញបានចំនួន1គីឡូខ្ញុំយកមកធ្វើជ្រក់ចឹងណានិយាយទៅរាល់ដងខ្ញុំធ្វើជ្រក់ត្រសក់ស្រូវខ្ញុំចូលចិត្តជាងគេជ្រក់ត្រសក់ស្រូវតែថ្ងៃហ្នឹងអត់មានត្រសក់ស្រូវល្អទេអញ្ចឹងក៏ខ្ញុំទិញចាត្រសក់នេះមកធ្វើជ្រក់ទុកឆាជាមួយសាច់គោអីក៏បានឬក៏ញ៉ាំជាមួយបាយព្រលឹមឡើងបាយសាច់ចៀនបាយអីហ្នឹងចាអូតំណងខ្លាំងចានេះខ្ញុំរៀបចំធ្វើហើយនេះខ្ញុំទៅកន្លថ្មនេះខ្ញុំទៅលាងទឹកនិយាយទៅខ្ញុំលាងទុកស្អាតទុកហើយគាត់ថារៀបដាក់ទៀតហ្នឹងទៅយកមកក្លុកទឹកម្ដងទៀតចឹងណាអ្នកគ្នាចាអូនេះតំណងខ្លាំងចាត្រសក់នេះ1គីឡូចឹងត្រសក់1គីឡូខ្ញុំប្រើស្ករ1កូនវើយហើយនឹងចាទឹកចំនួន1លីត្រហើយខ្ញុំបន្ថែមទឹកត្រី4វើចឹងទៅតិចខ្ញុំរៀបចំដាក់ឲ្យអ្នកគ្នាចារៀបចំធ្វើអញ្ចឹងណាជាដំបូងគឺនេះខ្ញុំដាក់ស្ករត្នោតចំនួន1វើយហ្នឹងចូលលីងឲ្យឡើងជើងក្រងសិនណាដោយសារតែខ្ញុំធ្វើត្រសក់បរិមាណចំនួន1គីឡូអញ្ចឹងខ្ញុំដាក់ស្ករចំនួន1វើយហ្នឹងគឺមកល្មមចាហើយបន្ទាប់ទៀតមកចាពេលឡើងជើងក្រងឲ្យបាននេះខ្ញុំដាក់ទឹកចំនួន1លីត្រចូលដោយសារតែខ្ញុំមានកៅក្រិតអញ្ចឹងណាអញ្ចឹងខ្ញុំវាស់តែ1លីត្រមកខ្ញុំដាក់ចូលតែម្ដងចាអញ្ចឹងស្ករនេះយើងកូរឲ្យតតែឡើងជើងក្រងពណ៌បែបហ្នឹងបានយើងធ្វើត្រសក់ជ្រក់ទៅវាស្អាតណាអ្នកគ្នាចាអញ្ចឹងនេះខ្ញុំដាក់ចូលហើយបាននេះខ្ញុំចាឲ្យឡើងពុះមកល្មមកូរឲ្យសព្វហើយបាននេះខ្ញុំដាក់គ្រឿងចូលគឺមានប៊ីចេងខ្ញុំមានបន្ថែមអំបិលហើយម្សៅស៊ុបដែរតែម្សៅស៊ុបនេះខ្ញុំកាត់វីដេអូអត់ទាន់អ្នកខ្ញុំអត់បានថតចាហើយតោះមកនេះខ្ញុំដាក់ទឹកត្រីខ្ញុំដាក់ចំនួន4វើយហ្នឹងចាហើយខ្ញុំទុកទឹកត្រីដែលដាំហ្នឹងឲ្យពុះទៅខ្ញុំមករៀបចំដាក់ត្រសក់ដែលបានលាងទឹកជាមួយនឹងម្ទេសជាមួយនឹងខ្ទឹមសហ្នឹងចូលក្នុងកែវថ្មហ្នឹងណាអ្នកគ្នាចាហើយបន្ទាប់មកទៀតបាននេះខ្ញុំចាពុះទឹកនឹងពុះហើយចាទឹកស្ករនឹងពុះហើយបាននេះខ្ញុំចាក់ចូលត្រសក់នឹងភ្លាមតែម្ដងនិយាយទៅយើងចាក់អញ្ចឹងគឺធ្វើឲ្យត្រសក់របស់យើងគឺកាន់តែស្រួយឆ្ងាញ់តែម្ដងចាលក្ខណៈថាស្រួយស្រាប់ខ្លាំងណាអ្នកទាំងអស់គ្នាចានិយាយទៅគឺនេះទឹក1លីត្រគឺមកល្មមតែម្ដងចាអ្នកទាំងអស់គ្នាចាបើសិនជាចូលចិត្តម្ទេសច្រើនដាក់ម្ទេសឲ្យច្រើនឲ្យហឹរកាន់តែខ្លាំងមកចាអ្នកនរគ្នាសម្រាប់បងហើយនិងអូនដែលល្ងាចឡើងអត់ដឹងថាគួរតែធ្វើមុខម្ហូបអីចាគឺអាចកំងផ្អកពីខាងនាងខ្ញុំបានហើយប្រភេទផ្អកពីខាងខ្ញុំគឺជាប្រភេទផ្អកជូរចាវរំដេងអង្ករលីងយើងមានផ្អកសាច់ជ្រូកហើយនិងផ្អកសាច់ត្រីសម្រាប់ផ្អកសាច់ជ្រូកនេះដែរគឺយើងធ្វើជាប្រភេទសាច់ជ្រូកនៅក្នុងស្រុកស្រែពិត100%ធានាជូនហើយបើសិនជាបងឬក៏អូនអត់ជឿនាងខ្ញុំទេចាអាចសាកសិនបានចាគឺធានាឲ្យគឺសាច់ឆ្ងាញ់ប្លែកពីសាច់នាំចូលចាគឺខ្ញុំធានាជូនតែម្ដងចានេះនិយាយទៅយើងធ្វើថ្មីជាប្រចាំតែម្ដងស្នាដៃរបស់អ្នកម្ដាយនាងខ្ញុំធ្វើផ្ទាល់រសជាតិមកល្មមឆ្ងាញ់ជូរមកល្មមមិនប្រៃពេកហើយក៏មិនសាបពេកចាធានាអនាម័យជូនចាអញ្ចឹងបើសិនជាបងឬក៏អូនចង់កំងអីគឺអាចតាក់ទងមកនាងខ្ញុំបានឬមួយក៏ចាឆាតមកកក់ទុកមុនក៏បានដែរព្រោះអីខ្ញុំធ្វើថ្មីជូនជាប្រចាំអញ្ចឹងតោះតែកក់ទុកមុនអញ្ចឹងអរគុណបងហើយក៏ជាអូនដែលជាអតិថិជនចាស់ថ្មីទាំងអស់រាល់ការគាំទ្រគឺអរគុណខ្លាំងមែនទែនចា